លំហាត់សម្រួលកន្សោម A ស្មើជាមួយនឹងរឹសការ៉េនៃ7ដក2ឬ10បាទនេះគឺជារ៉ាឌីកាល់2ជាន់បាទបងប្អូនរ៉ាឌីកាល់2ជាន់ទី9ដឹងស្រាប់ហើយបងប្អូននៅតែលឺរ៉ាឌីកាល់2ជាន់ប្រកាសជាបាទខ្លាចទេត្រូវហ៎អញ្ចឹងបងប្អូនដែលមិនចាស់បាទត្រៀមខ្លួនប្រឡងឌីប្លូមឆ្នាំក្រោយមកមើលវីដេអូលោកគ្រូបានពួកយើងធានាថានឹងយល់ហើយចាប់ផ្ដើមអញ្ចឹងមើលណាបាទនៅពេលដែលយើងចាប់ផ្ដើមបំបែកដើម្បីបញ្ចេញវាពីរ៉ាឌីកាល់2ជាន់មើលតាមលោកគ្រូណាចឹងនៅកន្លែងនេះយើងយកតែ10មកបានហើយបើយើងមាន2ពីមុខអញ្ចឹងយើងដក2កវត្តចោលយើងយកអាក្រោយ2មកនិយាយណាអញ្ចឹងយើងដក3គុណ2អញ្ចឹងយកតែរឹស10ពីមកទេរឹស10យើងអាចទៅសេទៅជារឹស2បាទរឹស2គុណរឹស5ព្រោះរឹស10ស្មើនឹងរឹស2គុណរឹស5អញ្ចឹងបើក្នុងករណីលេខផ្សេងពួកយើងរើសមកប៉ុន្តែក្រោយពេលដែលពួកយើងរើសហើយណាពួកយើងរើសហើយបន្តមកតើយើងយកអានេះលើកជាការ៉េអញ្ចឹងតើវាលើកជាការ៉េហើយតើវាស្មើនឹង7វិញអត់បាទ7វិញអត់ណាអញ្ចឹងគ្រូយករឹស5ដាក់មុខចុះរឹស5លើកជាការ៉េបាទបូកជាមួយនឹងរឹស2លើកជាការ៉េអញ្ចឹងបើយើងគិតទៅអានេះរឹស5លើកជាការ៉េវាស្មើ5ត្រូវហើយបាទរឹស2លើកជាការ៉េវាស្មើ2អញ្ចឹងបូកគ្នាទៅវាស្មើនឹង5 2អញ្ចឹងបើសិនជាស្មើបែបនេះបាទពួកយើងអាចយកបាទគូនឹងតែម្ដងអញ្ចឹងកន្លែងនេះសួរតែ5និង2បានមកពីណាអញ្ចឹងយើងគិតរឹស10មុនណារឹស10វាឈរនៅពីក្រោយ2នេះយើងបំបែកវាទៅជាបាទរឹស2គុណនឹងរឹស5ទៅវាស្មើរឹស10វិញហើយបន្តមកយើងយកលើកវាជាការ៉េបើសិនជាលើកជាការ៉េទៅបូកគ្នាទៅស្មើនឹង7នេះវិញអញ្ចឹងយើងគិតត្រូវយើងយកនឹងមកដាក់អញ្ចឹងដល់ពេលយើងបែកបានមិនចាស់ពួកយើងទៅមើលបាទអញ្ចឹងកន្លែងនេះលោកគ្រូទៅសេទៅជាកន្សោម A នេះបាទនាំឲ្យ A របស់យើងស្មើបាទរឹសការ៉េនេះអញ្ចឹង7នេះលែងមានណាយើងបំបែកទៅជាអញ្ចេះវិញយើងបំបែកទៅជាបាទរឹស5លើកជាការ៉េដកជាមួយនឹងកដាទុកដដែល2រឹស10បូកជាមួយនឹងបាទនេះរឹស2ការ៉េរឹស2ការ៉េយកមកដាក់វិញមកទៅសេបែបនេះហើយពួកយើងអាចទៅសេបានទៅជាបាទរូបមន្ត A ដក B លើកជាការ៉េអញ្ចឹងយើងទៅសេបានទៅជាប្រព័ន្ធនេះទាំងអស់នេះយើងទៅសេបានទៅជារឹស5មកមុខនេះដករឹស2ឲ្យក្រោយនេះសេយកអញ្ចឹងណាបាទលើកជាការ៉េអានេះចូលរូបមន្ត A ការ៉េដក B ការ៉េបន្តមកពួកយើងសម្រួលនិទស្សនជាមួយនឹងសន្ទុះរ៉ាឌីកាល់នេះអស់ទៅវានៅសល់តែរឹស5បាទដករឹស2បាទអញ្ចឹងងាយវិធីគិតលឿនណាបាទអរគុណច្រើនច្បាស់